នៅវីដេអូមុនខ្ញុំនៅចំពាក់សំណួរមួយដ៏សំខាន់ចំពោះបងប្អូនបើសិនជាការជឿអល់ឡោះថាជាអ្នកបង្កើតផែនដីនិងចក្រវាឡនេះវាគ្រប់គ្រាន់ទៅហើយនោះចុះហេតុអ្វីអ្នកដែលប្រឆាំងនឹងព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំកាលពីជាង1400ឆ្នាំមុនមិនត្រូវបានចាត់ទុកជាអ្នកមានជំនឿហេតុអ្វីការគ្រាន់តែទទួលស្គាល់ថាព្រះជាម្ចាស់មានពិតគឺមិនទាន់គ្រប់គ្រាន់ដើម្បីក្លាយជាអ្នកមូស្លីមដ៏ពេញលេញចម្លើយនៃអត្ថកម្បាំងនេះស្ថិតនៅលើពាក្យមួយម៉ាត់ដែលជាគោលដៅពិតប្រាកដនៃការបង្កើតជីវិតរបស់យើងពាក្យមួយម៉ាត់នោះអាចរំដោះមនុស្សចេញពីភាពជាទេសករគ្រប់ទម្រង់ទាំងអស់អស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុហ៍បងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការស្វែងយល់ពីគ្រឹះនៃជំនឿអាគីដាទាំងអស់គ្នាបងប្អូនយុវជនជាទីស្រឡាញ់ចម្លើយនៃសំណួរខាងលើគឺមនុស្សជំនាន់មុនពួកគេជឿថាអល់ឡោះជាអ្នកបង្កើតគឺពួកគេមានតោហេតអារ៉ុប៊ូប៊ីយ៉ាប៉ុន្តែពួកគេបានបដិសេធនឹងតោហេតអាល់អ៊ូលូហ៊ីយ៉ាហើយតើអ្វីជាតោហេតអាល់អ៊ូលូហ៊ីយ៉ាខ្ញុំនឹងបកស្រាយនៅក្នុងវីដេអូនេះតោហេតអាល់អ៊ូលូហ៊ីយ៉ាគឺជាការបញ្ជាក់ថាមានតែអល់ឡោះមួយអង្គគត់ដែលស័ក្តិសមនិងមានសិទ្ធិទទួលបានការគោរពសក្ការៈគឺអ៊ីបាដាតពីយើងអល់ឡោះបានហ្វីរម៉ាននៅក្នុងគីតាបអល់កុរអានសូរ៉ាអហ្ហ្សារីយ៉ាអាយ៉ាត់លេខ56ថាដែលមានអត្ថន័យថាហើយយើងមិនបានបង្កើតចិននិងមនុស្សលោកដើម្បីអ្វីផ្សេងនោះឡើយក្រៅពីដើម្បីឲ្យពួកគេគោរពសក្ការៈចំពោះយើងគឺបានន័យថាឲ្យយើងធ្វើអ៊ីបាដាតចំពោះអល់ឡោះស៊ុបហានវ៉ាតាអាឡាការគោរពសក្ការៈគឺអ៊ីបាដាតនៅទីនេះមិនមែនសំដៅត្រឹមតែការថ្វាយបង្គំឬការសូឡាតឬការតមអាហារឬការបង់សកាត់ប៉ុណ្ណោះនោះទេវាគ្របដណ្ដប់ទៅលើសកម្មភាពទាំងឡាយណាដែលអល់ឡោះស្រឡាញ់ទាំងទង្វើខាងក្រៅនិងសកម្មភាពនៃដួងចិត្តរបស់យើងនឹងគឺបេះដូងរបស់យើងសេចក្តីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតការកោតខ្លាចបំផុតការផ្ញើសេចក្តីសង្ឃឹមគឺតាវ៉ាក់គុលនិងការលើកដៃសុំជំនួយគឺការឌូអាត្រូវតែផ្ដល់ជូនអល់ឡោះតែមួយអង្គគត់នេះគឺជាតោហេតអាល់អ៊ូលូហ៊ីយ៉ាសង្គមបច្ចុប្បន្នមានការយល់ច្រឡំជាច្រើនបងប្អូនទាំងអស់គ្នាពេលខ្លះយើងថ្វាយបង្គំអល់ឡោះប៉ុន្តែនៅពេលដែលយើងមានជំងឺធ្ងន់ធ្ងរឬជួបវិបត្តិយើងបែរជាទៅពឹងពាក់គ្រូទាយពាក់ខ្សែគាថាការពារខ្លួនឬទៅសុំសេចក្តីសុខពីអ្នកដែលស្លាប់នៅក្នុងគូបូតឬនៅក្នុងភ្នូរទៅវិញបងប្អូនជាទីស្រឡាញ់នេះគឺជាការប្រេះស្រាំនៃតោហេតអាល់អ៊ូលូហ៊ីយ៉ាដែលយើងហៅថាជាអំពើសេរិចឬការធ្វើឲ្យមានដៃគូជាមួយអល់ឡោះស៊ុបហានវ៉ាតាអាឡាអ្នកដែលនៅក្នុងភ្នូរមិនអាចសូម្បីតែជួយខ្លួនឯងបានផងតើពួកគាត់អាចផ្ដល់លាភសក្ការៈឬព្យាបាលជំងឺយើងយ៉ាងដូចម្ដេចការបួងសួងសុំអ្វីមួយដែលហួសពីសមត្ថភាពរបស់មនុស្សធម្មតាត្រូវតែធ្វើឡើងចំពោះអល់ឡោះដោយផ្ទាល់ដោយមិនចាំបាច់មានជនទី3ជាស្ពានចម្លងឬជាអ្នកនាំពាក្យនោះទេអល់ឡោះនៅចិត្តយើងជានិច្ចទ្រង់កំពុងតែចាំស្ដាប់ការបួងសួងការឌូអារបស់យើងដោយផ្ទាល់តើការប្រកាន់ភ្ជាប់នៅតោហេតអាល់អ៊ូលូហ៊ីយ៉ាផ្ដល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់យើងនិងសង្គមជាតិអត្ថប្រយោជន៍ដ៏ធំធេងគឺសេរីភាពផ្លូវចិត្តនិងសេចក្តីថ្លៃថ្នូរយុវវ័យយើងសពថ្ងៃតែងតែរងសម្ពាធផ្លូវចិត្តដោយសារតែការព្យាយាមធ្វើខ្លួនឲ្យតម្រូវចិត្តមនុស្សជុំវិញខ្លួនខ្លាចគេមិនទទួលស្គាល់ឬខ្លាចជាទាសករនៃប្រកាសនិងសម្ភារៈនិយមប៉ុន្តែនៅពេលដែលបេះដូងឬដួងចិត្តរបស់យើងក្រាបថ្វាយបង្គំអល់ឡោះតែមួយអង្គគត់យើងនឹងត្រូវបានរំដោះចេញពីភាពទាសករនៃសម្លេងរិះគន់របស់មនុស្សយើងលែងខ្លាចអ្នកមានអំណាច
លែងខ្លាចភាពក្រីក្រលែងអោនក្បាលចំពោះរឿងដែលខុសឆ្គងព្រោះយើងដឹងថាអំណាចកិត្តិយសនិងទ្រព្យសម្បត្តិទាំងអស់នោះស្ថិតក្នុងព្រះហស្ថរបស់អល់ឡោះស៊ុបហានវតាឡាតែមួយគត់យើងគឺជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់នៃចក្រវាលមិនមែនជាទាសករឬជាខ្ញុំបម្រើរបស់វត្ថុដែលទ្រង់បានបង្កើតនោះទេនេះហើយគឺជាភាពរឹងមាំផ្លូវចិត្តដែលគ្មាននរណាម្នាក់អាចទាញយកចេញពីយើងបាននោះឡើយឥឡូវនេះយើងបានដឹងហើយថាអល់ឡោះជាអ្នកបង្កើតយើងហើយយើងត្រូវតែគោរពសក្ការៈចំពោះទ្រង់តែមួយគត់ប៉ុន្តែសំណួរដ៏ជ្រាលជ្រៅមួយទៀតគឺតើយើងអាចស្រឡាញ់នរណាម្នាក់អស់ពីបេះដូងដោយរបៀបណាប្រសិនបើយើងមិនទាន់ស្គាល់លក្ខណៈសម្បត្តិនិងភាពអស្ចារ្យរបស់គេនោះច្បាស់លាស់នោះទេដើម្បីឲ្យការគោរពសក្ការៈរបស់យើងអ៊ីបាដាតរបស់យើងមានភាពផ្អែមល្ហែមនិងមានវិញ្ញាណយើងត្រូវតែស្គាល់ព្រះនាមនិងលក្ខណៈសម្បត្តិរបស់អល់ឡោះជាម្ចាស់ដែលជាផ្នែកទី3នៃតោហេតដែលហៅថាតោហេតអាស្មាវ៉ាស៊ីហ្វាតយើងនឹងលាតត្រដាងពីភាពអស្ចារ្យនៃព្រះនាមរបស់ទ្រង់នៅក្នុងវីដេអូបន្ទាប់សូមអល់ឡោះរក្សាបេះដូងរបស់យើងទាំងអស់គ្នានៅលើជំនឿដ៏បរិសុទ្ធមួយនេះវ៉ាស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះតាឡាវ៉ាបារកាតុហ្វ